ជំរាបសួរបងប្អូនពីចម្ងាយផងដែរបាទថ្ងៃនេះដែរខ្ញុំមានសកម្មភាពទាក់ទងទៅនឹងការរស់នៅពេញមួយថ្ងៃរបស់ខ្ញុំផងដែរសកម្មភាពទី1នោះគឺយើងក្រោកពីគេងកុំភ្លេចបើកភ្នែកអសោះបងប្អូនហើយបន្ទាប់មកយើងក៏ចូលទៅបន្ទប់ទឹកដើម្បីទៅដុសធ្មេញសម្អាតធ្មេញឲ្យបានស្អាតលុបលាងមុខឲ្យបានស្អាតដើម្បីឲ្យមានភាពស្រស់ស្រាយបន្តិចដើម្បីងាយស្រួលក្នុងការធ្វើការឬក៏យើងធ្វើនៅអ្វីផ្សេងៗឲ្យវាមានភាពរលូនទៅមុខបន្ទាប់មកទាញខ្ទះឆាដាក់ឲ្យក្តៅហើយដាក់ខ្លាញ់បន្តិចក៏ចាប់ផ្ដើមចៀនពងគឺជាម្ហូប favorite មួយដែលល្អបំផុតសម្រាប់ប្រជាជនកម្ពុជារបស់យើងនៅពេលដែលដាច់លុយហើយសកម្មភាពបន្ទាប់ទៀតងាយស្រួលនោះគឺការផ្លាស់កៅអៅស្លៀកពាក់ឲ្យស្អាតរៀបចំសក់សម្លៀកបំពាក់ឲ្យសមរម្យដើម្បីទៅធ្វើការបងប្អូនមួយចំនួនអាចសង្ស័យថាហេតុអ្វីបានខ្ញុំ on នៅខាងមុខកញ្ចក់នេះគឺដោយសារតែយើងត្រូវការចិត្តចង់ឲ្យវាមានសោភ័ណភាពដើម្បីយើងចេញទៅក្រៅឲ្យវាមានភាពទាក់ទាញបន្តិចកុំឲ្យទៅតាំងកខៈកខេមធ្វើឲ្យអ្នកខាងក្រៅមើលមកយើងថាចំអុបប៉ាចេញតាណាហ្នឹងហើយឥឡូវយើងក៏បានរៀបចំបិទទ្វារដើម្បីធ្វើដំណើរទៅកន្លែងធ្វើការហើយនេះជាសកម្មភាពទាក់ទងទៅនឹងការងាររបស់ខ្ញុំគឺការបេះអានោះនេះជាអានោះបារាំងហើយនៅពេលដែលយើងបានបេះហើយគឺយើងដាក់ក្នុងរទេះនេះហើយយើងរុញយកមកដាក់កន្លែងមួយសម្រាប់ដែលយើងរៀបចំដាក់កេះហើយយើងដាក់លើបាឡែតក្នុងមួយបាឡែតអាចមានដល់40ឬ50ហើយក្នុងមួយកេះអាចមានចន្លោះពី10គីឡូឡើងទៅហើយយើងរៀបចំឲ្យស្អាតបិទកេះបិទអីពីលើដាក់ឲ្យស្អាតជៀសវាងការក្តៅពីភ្លើងព្រះអាទិត្យកុំឲ្យខូចអានោះគេហើយយើងសេឈ្មោះសេអីហើយយើងកត់ឈ្មោះដាក់ហើយបន្តមកទៀតមាននេះទៀតវីដេអូចប់ប៉ុណ្្នឹងឯងអរគុណបងប្អូនកុំភ្លេចចុច like និង follow page របស់ខ្ញុំឯងផង